ចន្ទនាថ្នាក់ដំបូងមេរៀនទី16មេរៀនទី16នេះយើងនិយាយអំពីអារម្មណ៍តែម្ដងមានសប្បាយចិត្តមាន sad មានអីចឹងទៅឥឡូវយើងមកមើលសំណួរទី1 Are you happy Are you happy តើអ្នកសប្បាយចិត្តទេបាទអញ្ចឹងចម្លើយ Yes I am very happy ឬក៏ Yes I'm very happy បាទឬក៏ចាខ្ញុំសប្បាយចិត្តខ្លាំងណាស់បាទឬក៏ខ្ញុំសប្បាយរីករាយណាស់បាទឥឡូវយើងមកមើលសំណួរជាបន្តទៀត Why are you sad Why are you sad តើហេតុអ្វីបានជាអ្នកមិនសប្បាយចិត្តបាទឬក៏ Why do you sad ហេតុអ្វីបានជាអ្នកមិនសប្បាយចិត្តចម្លើយ I lost my money I lost my money ខ្ញុំបាត់លុយបាទអារម្មណ៍ក្រៀមក្រំនៅដោយសារខ្ញុំបាត់លុយណាបាទ I lost my money ខ្ញុំបាត់លុយជាបន្តទៀតគឺ Are you tired Are you tired តើអ្នកហត់ទេបាទឬក៏អស់កម្លាំងអីតែទេបាទចម្លើយ Yes after a long days Yes after work បាទ after work a long day ចឹងទៅបាទឬក៏ចាស់បន្ទាប់ពីខ្ញុំធ្វើការពេញមួយថ្ងៃមកគឺមានអារម្មណ៍ថាអស់កម្លាំងបាទនេះជាអារម្មណ៍មួយទៀតឥឡូវយើងមកមើលសំណួរជាបន្ត Are you hungry Are you angry បាទជាតែ Are you angry តើអ្នកខឹងទេបាទមានអារម្មណ៍ថាដូចជាអ្នកឯងខឹងបាទ Are you angry ចម្លើយ No I am not angry No I am not angry អត់ទេខ្ញុំមិនបានខឹងទេឬក៏មិនខឹងទេបាទឥឡូវយើងមកមើលជាបន្តទៀត Are you bored Are you bored តើអ្នកមានអារម្មណ៍ថាធុញទ្រាន់ទេក្នុងអារម្មណ៍ណាមានអារម្មណ៍ថាធុញទ្រាន់ធុញថប់អីដែរទេចម្លើយ Yes let's go out Yes let's go out បាទខ្ញុំមានអារម្មណ៍ថាធុញមែនតើបាទតោះចេញទៅក្រៅដើរលេងអញ្ចឹងណាបាទ Let's go out បាទចេញទៅក្រៅដើរលេងឥឡូវយើងមកមើលជាបន្តទៀត Do you feel better Do you feel better តើអ្នកមានអារម្មណ៍រាងគ្រាន់ជាងមុនហើយនៅបាទភាសាសាមញ្ញណាមានអារម្មណ៍ធូរស្រាលមានអារម្មណ៍ថាគ្រាន់បើជាងមុនហើយនៅ Do you feel better បាទ better ឬក៏ better បាទតើអ្នកមានអារម្មណ៍ថាធូរស្រាលឬក៏គ្រាន់បើជាងមុនហើយឬនៅចម្លើយ Much better now thanks Much better now thanks ខ្ញុំមានអារម្មណ៍ថាធូរស្រាលច្រើនហើយបាទអរគុណច្រើនសម្រាប់ការសួរនាំអារម្មណ៍អីបែបនេះបែបនោះអីចឹងណាបាទអញ្ចឹងសម្រាប់ការសន្ទនារបស់យើងក្នុងថ្ងៃនេះយើងបញ្ចប់ត្រឹមប៉ុណ្ណឹងបាទសម្រាប់មេរៀននេះជួបគ្នាមេរៀនក្រោយជាបន្ត